បងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ Channel YouTube Ye Technology សម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មានជាមួយនៅឧបករណ៍ឆ្លាតវៃរបស់ Xiaomi នៅក្នុងផ្ទះមិនថាជាកាមេរ៉ាកង្ហារឬក៏ឆ្នាំងអគ្គិសនីអីនោះទេដើម្បីបញ្ជាវាបានលុះត្រាតែយើងមានជាមួយនឹង account Xiaomi Home Sun នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការបង្កើត account Xiaomi យ៉ាងងាយស្រួលត្រឹមតែ2នាទីតែប៉ុណ្ណោះ Complex ជួយ Subscribe ផងណាតោះទៅវីដេអូខ្ញុំទាំងអស់គ្នាតែបងប្អូនដែលគាត់ប្រើប្រាស់ជាមួយនឹង Android ឬក៏ iPhone សូមចូលទៅកាន់ Play Store ឬ App Store ហើយយើងគ្រាន់តែ search ពាក្យថា Xiaomi Home រួចយើងទាញវាចូលមកជាការស្រេចអញ្ចឹងនៅពេលដែលយើងចូលមកក្នុង app ដំបូងមួយនេះវានឹងសួរឲ្យយើងឃើញជាមួយនឹង sign in with Xiaomi account នេះអញ្ចឹងដល់ចំណុចនេះខ្ញុំត្រូវការចុច tick វាមួយមកនៅលើកន្លែង tick មួយនេះហើយយើងយកពាក្យថា create account សម្រាប់បងប្អូនដែលគាត់អត់ទាន់មាន account Xiaomi ពីមុនមកអីចឹងណាចាយើងចុចលើ create account មកអញ្ចឹងដល់កន្លែងនេះយើងត្រូវការរើសជាមួយនឹង region សម្រាប់ region សម្រាប់ Evan របស់ Xiaomi វាមានជាមួយនឹង2 region ដែលយើងត្រូវការប្រើប្រាស់អញ្ចឹងយើងទៅជាមួយនឹង region ទី1គេហៅថា global version អញ្ចឹង global version យើងអាចរើសជាមួយនឹង region Cambodia ឬក៏ Singapore បានប៉ុន្តែបើសិនជាបងប្អូនគ្នាប្រើប្រាស់ជាមួយនឹងបណ្ដាញដែលមានឈ្មោះថា Chinese version យើងត្រូវរើស region ដែលមានឈ្មោះថា Chinese Mainland វិញអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំប្រាប់បងប្អូនទាំងគ្នាពីការប្រើប្រាស់ជាមួយនឹង global version សិននេះអញ្ចឹងខ្ញុំជ្រើសរើសរកពាក្យថា region Cambodia អញ្ចឹងនៅពេលយើង select ជាមួយនឹង region ហើយយើងត្រូវដាក់ account ជាមួយនឹង Gmail អញ្ចឹងពេលច្រើនគឺប្រើ Gmail វាងាយស្រួលជាងដោយសារតែវាអត់ delete code ឬក៏វាត្រូវការនិយាយទៅធ្វើម៉េចទៅតែ load code មកអញ្ចឹងវាដូចការប្រើលេខទូរស័ព្ទទេខ្ញុំប្រើ Gmail អញ្ចឹងតែតាមជាមួយនឹង password ខាងក្រោមនេះគឺជា password ថ្មីសម្រាប់ចូលក្នុង account មួយហ្នឹងមិនមែនជា password Gmail នោះទេអញ្ចឹងបងប្អូនកុំច្រឡំណា password ថ្មីអញ្ចឹងយើងត្រូវការប្រើអក្សរលេខចំនួន6ទៅ8ខ្ទង់អូខេអញ្ចឹងនៅពេលបងប្អូនអត់មានដាក់ password ហើយយើង check មើលផងណាថាវាត្រូវគ្នាហើយនៅបើយើងអាចនឹងទៅមុខទៀតណាអញ្ចឹងយើងចុច text នៅក្នុងកន្លែងពាក្យថា user agreement ហ្នឹងយើងត្រូវការចុច text មួយមកបន្តមកទៅយើងចុចពាក្យថា next យើង select លើពាក្យថា I'm not a robot អញ្ចឹងនៅកន្លែងនេះវានឹងឲ្យយើង select យករូបភាពហើយអញ្ចឹងឈ្មោះវាដែលយើងឲ្យ select ហ្នឹងគឺ spin អូខេអញ្ចឹង spin មាន1 2ចេះមាន2ហ្នឹងមួយទៀតចាំសុំចាំតិចអូខេអញ្ចឹងនៅពេលយើង select ហើយហ្នឹងវាចាប់ផ្ដើម send code ទៅហើយអញ្ចឹងយើងចុចនៅលើវានេះមកយើងត្រូវចូលទៅក្នុង Gmail ដើម្បីcheck ជាមួយនឹងលេខ code អូខេអញ្ចឹងបងប្អូនទាំងគ្នានឹងឃើញកូដនៅក្នុងនេះហើយវាដាក់ថា Xiaomi Corporation យើងចុចលើពាក្យនេះមកបន្តមកទៀតកូដវាគឺនៅខាងក្រោមនេះ68 51កូដយើងចុច select លើវាយើង copy មក copy នេះងាយស្រួលហើយវាលឿនអញ្ចឹងណាហើយគ្រាន់តែយកមកផាំខ្លួននេះអូខេហើយយើងចុចពាក្យថា submit អញ្ចឹងយើងសុំពេលត្រឹមតែមួយផ្លែទេដើម្បីឲ្យវាដើរដំណើរការសិនណាវាកំពុងតែសាច់ ចូលហើយអូខេអញ្ចឹងដល់ពេលដែលយើងបង្កើតជាមួយនឹងឈ្មោះវាបានហើយហ្នឹងវានឹងចេញជាមួយនឹងលេខ account បែបនេះដូចជា6876អីហ្នឹងអានេះគេហៅថាលេខ account របស់ app មួយហ្នឹងហើយឬក៏យើងចុចចូលមកក្នុង Xiaomi Home វិញបាននៅក្នុង Xiaomi Home នៅកន្លែងនេះគឺយើងអាចចុចលើការ add device ផ្សេងៗបានហើយចឹងសម្រាប់បងប្អូនគាត់ត្រូវការ add device ផ្សេងៗយើងអាចនឹងចុចលើសញ្ញាបូកមួយនេះហើយយើងចុចលើពី add device ចាប់ដើម add device បើ Bluetooth គឺអូខេតែម្ដងឥឡូវនេះយើងបានបង្កើតជាមួយនឹង account Xiaomi រួចរាល់ហើយយើងក៏អាចភ្ជាប់ជាមួយនឹងឧបករណ៍ Xiaomi បានដូចគ្នាដែរនៅវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀបនៃការភ្ជាប់កាមេរ៉ាឬក៏ឧបករណ៍ផ្សេងៗចូលទៅក្នុង app មួយនេះបើសិនជាបងប្អូនមានចម្ងល់ត្រង់ណាអាចចុច comment នៅក្នុងវីដេអូខាងក្រោមមួយនេះបានកុំភ្លេចចុច like share ឬក៏ subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូទាំងនេះថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា